trong đang lôi pi Facebook ខែនេះធ្លាក់បានប៉ុន្មានអីប៉ុន្មានយើងឆែកមើលតាមរបៀបណាអូខេតោះយើងទៅមើលទាំងអស់គ្នាអូខេជំហានដំបូងគឺយើងត្រូវចូលមក Facebook admin កាន់ page របស់យើងបាទយើងកាន់ page ណាយើងចូលមក admin page ហ្នឹងមកបាទអូខេអញ្ចឹងយើងចូលមកដល់ admin ហើយយើងចូល line ត្រី3ខាងលើនេះបាទត្រី3ខាងលើជួនកាលនៅខាងឆ្វេងជួនកាលនៅខាងស្ដាំបាទបន្ទាប់មកទៀតយើងយកកន្លែង professional dashboard កន្លែងនេះបាទយកកន្លែងហ្នឹងមកអូខេហើយបន្ទាប់មកយើងអស់ឡើងទៅលើចូលមកដល់កន្លែងដែលមានពាក្យថា payout កន្លែងនេះបាទអញ្ចឹងយើងចូលមក payout ហ្នឹងមកបាទអូខេយើងចូលមក payout យើងនឹងឃើញចំនួនទឹកលុយដែលត្រូវធ្លាក់សម្រាប់ខែនេះបាទគឺនេះ$341បាទគឺក្នុងអំឡុងថ្ងៃទី22ដល់ថ្ងៃទី25បាទអាចនឹងធ្លាក់នេះគេដាក់ថ្ងៃទី25ខែ1 2026បាទអូខេហើយចំនួនទឹកលុយនេះគឺយើងរកបានពីណាខ្លះគឺវាបញ្ជាក់នៅខាងក្រោមនេះពីណាខ្លះបាទពីនេះ100ជាងពីនេះ200ជាងនេះ7រៀលនេះម៉ាស៊ីនយ៉ាងទៅបាទអូខេហើយបើយើងចង់ឃើញព័ត៌មានលម្អិតថែមទៀតគឺកន្លែងនេះកន្លែង transaction បាទកន្លែងនេះគឺព័ត៌មានបញ្ជាក់គឺយើងរកបានពីអីខ្លះគឺនៅក្នុងហ្នឹងបាទពី page ណាខ្លះបាទអញ្ចឹងកន្លែងហ្នឹងខ្ញុំសូមអត់បង្ហាញទេគឺខ្ញុំបង្ហាញតែប៉ុណ្្នឹងទេបាទអរគុណច្រើនបាយបាយ